ជនណាដែលជីកកប់ជីកគាស់ឬចោះខួងផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែដល់1ឆ្នាំកាលពីពេលថ្មីនេះក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហោះឲ្យដឹងថាជនណាដែលជីកកប់ជីកគាស់ជីកលង់ឬចោះខួងផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសតាមច្បាប់បើយោងតាមច្បាប់ស្តីពីប្រព័ន្ធទឹកកង្វក់មាត្រា104បានចែងថាជនណាដែលជីកកប់ជីកគាស់ជីកលង់ឬចោះខួងផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតដូចមានចែងក្នុងមាត្រា44នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែដល់1ឆ្នាំនិងពិន័យជាប្រាក់ពី4សែនរៀលទៅ4លានរៀលបើតាមមាត្រា44បានបញ្ជាក់ថាការជីកកប់ការជីកគាស់ឬការជីកលង់និងការចោះខួងផ្លូវថ្នល់ដើម្បីតភ្ជាប់ជាមួយបណ្ដាញលូនៅត្រង់ចំណុចណាមួយត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់និងត្រូវបំពេញលក្ខខណ្ឌខាងក្រោមទី1គឺជៀសវាងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធលូឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀតទី2ដោះស្រាយជាបន្ទាន់ចំពោះការរំខាននានាមុននឹងបន្តអនុវត្តការងារទី3តភ្ជាប់ជាមួយបណ្ដាញលូឲ្យស្របតាមបទបញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់និងសាកល្បងបង្ហូរទឹកកខ្វក់បន្ទាប់ពីការតភ្ជាប់ជាមួយបណ្ដាញលូរួចរាល់ទី4សម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍បង្ការឧបទ្ទវហេតុផ្សេងដែលអាចកើតមានឡើងជាយថាហេតុនិងគោរពតាមការណែនាំរបស់ភ្នាក់ងារមានសមត្ថកិច្ចឬវិស្វករទទួលបន្ទុកទី5រៀបចំទីតាំងឲ្យមានស្ថានភាពដូចដើមវិញឬល្អជាងស្ថានភាពដើមយ៉ាងណាស្របពេលដែលក្រសួងសាធារណការបង្ហោះឲ្យដឹងបែបនេះក៏មានបរិវត្តម្នាក់បានចូលខមមិនសួរថាចុះបើអ្នករាជការដែលជីកកាយម្ដងដាក់លូម្ដងខ្សែកាបម្ដងខ្សែភ្លើងដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋអាជីវកម្មការងារនិងសុខភាពសុវត្ថិភាពនោះត្រូវមានទោសរបៀបណាវិញបើរកឃើញថាជាចេតនាខ្វះការសិក្សាគ្មានផែនការមេច្បាស់លាស់និងដែលការអនុញ្ញាតនោះជាផលប្រយោជន៍បុគ្គលឬក្រុមនោះ